យុគមិញនេះអ្នកជំងឺ COVID សម្រាប់ព្យាបាលនៅកោះពេជ្រជាសះស្បើយចំនួន834នាក់បើយោងតាមផេករបស់លោកជំទាវពេជ្រច័ន្ទមនីអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោហៅកាត់ថាធីតាបានឲ្យដឹងថានៅយប់ថ្ងៃទី28ខែមេសាឆ្នាំ2021យប់មិញនេះថាថ្ងៃនេះព្រះច័ន្ទពេញវង្សល្អណាស់ហើយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងសម្រាប់ព្យាបាលនៅមណ្ឌលព្យាបាលកូវីដកោះពេជ្រចំនួន834នាក់បានជាសះស្បើយនឹងត្រូវធ្វើចាត់តាល័យស័កបន្តចំនួន14ថ្ងៃបន្តទៀតសូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោប្រឆាំង COVID-19 និងក្រុមជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ថែរក្សាព្យាបាលទាំងអស់ដោយយកចិត្តទុកដាក់ព្រមទាំងក្រុមកងកម្លាំងដែលបានខិតខំប្រឹងប្រែងការពារនិងរៀបចំសម្រួលសណ្ដាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រនេះសូមអបអរសាទរបងប្អូនដែលបានជាសះស្បើយដែលបានត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះប៉ុន្តែខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនទាំងអស់ដែលជាសះស្បើយហើយត្រឡប់ទៅផ្ទះវិញសូមមេត្តាបន្តធ្វើចាត់តាល័យស័កនៅផ្ទះបន្តទៀតនិងអនុវត្តនៅវិធានការដំបូន្មានរបស់គ្រូពេទ្យនិងត្រូវត្រឡប់យកសំណាក់មកវិញនៅថ្ងៃទី13ខែឧសភាឆ្នាំ2021បាទនេះគឺជាការបញ្ជាក់របស់លោកជំទាវពេជ្រច័ន្ទមនីបាទនៅក្នុងនោះគឺលោកជំទាវបានបញ្ជាក់ពីការព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយមានរហូតទៅដល់834នាក់បាទនេះគឺជារឿងគួរឲ្យរំភើបមែនទែនហើយពិតជាគួរឲ្យកោតសរសើរទៅដល់បងប្អូនដែលជាក្រុមគ្រូពេទ្យគឺពិតជាខ្លាំងមែនដែលអាចព្យាបាលអ្នកជំងឺ COVID-19 ឲ្យជា834នាក់ក្នុងរយៈពេលដ៏ខ្លីបាទហើយក៏សូមជូនពរដល់បងប្អូនទាំងអស់ដែលបានជាសះស្បើយពីជំងឺ COVID-19 ហើយគឺថាសូមឲ្យមានសុខភាពល្អហើយជាពិសេសគឺបងប្អូនត្រូវតែអនុវត្តទៅនឹងការណែនាំរបស់ក្រសួងសុខាភិបាលហើយធ្វើចាត់តាល័យស័កនៅក្នុងផ្ទះនឹងឲ្យបានល្អបំផុតបាទបើមិនទាន់ដល់14ថ្ងៃទេកុំទាន់ដើរហើរទៅទីកន្លែងផ្សេងក៏ដូចជាកុំជួបប្រស័យតាក់ទងជាមួយនឹងអ្នកដទៃផងដែរបាទហើយចំពោះអត្ថបទព័ត៌មាននេះខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះជួបគ្នានៅវីដេអូក្រោយៗទៀតសូមអរគុណសូមគោរពលា